បាទសាជាថ្មីម្ដងទៀតសូមគោរពដល់គណៈនាយករងនិងលោកគ្រូអ្នកគ្រូទទួលបន្ទុក ICT ទាំងអស់បាទអញ្ចឹងចំពោះវីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការស្រង់វត្តមានសម្រាប់បុគ្គលិកសិក្សាដោយដែលខ្ញុំបានបញ្ជាក់លោកគ្រូអ្នកគ្រូយើងហើយថាបច្ចុប្បន្ននៅក្នុងប្រព័ន្ធ Wikischool យើងអត់ទាន់អាចឲ្យលោកគ្រូអ្នកគ្រូគាត់ធ្វើការស្រង់វត្តមានខ្លួនឯងបានទេបាទมันអាចឲ្យគាត់ស្រង់វត្តមានដោយខ្លួនឯងមានន័យថាគាត់អាច scan ឬក៏ចុះវត្តមានខ្លួនគាត់នៅក្នុងករណីណាមួយបានណាបាទប៉ុន្តែអានឹងជាចក្ខុវិស័យរបស់យើងគឺយើងនឹងធ្វើការអាប់ដេតបន្តទៀតអញ្ចឹងដោយឡែកនៅក្នុងនេះខ្ញុំជូនរបៀប2យ៉ាងដោយរបៀបទី1តាក់ទងនឹងការស្រង់វត្តមានបុគ្គលិកនេះលោកគ្រូអាចធ្វើដោយប្រពៃណីមានន័យថានៅតែ print กระดาษទៅលើกระดาษហ្នឹងឲ្យគាត់ស្រង់ទៅមានន័យថាមុននឹងចូលបរិញ្ញាបត្រគឺមកចុះហត្ថលេខាឬក៏សញ្ញាឈ្មោះសិនទៅហ្នឹងទី1ទី2គឺលោកគ្រូអាចយកតាមរបៀបប្រព័ន្ធបានអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ក៏ដូចជាផ្ដល់ជូនលោកគ្រូពីរបៀបនៃការចុះវត្តមានបុគ្គលិករបស់យើងនៅក្នុងប្រព័ន្ធបាទករណីដែលយើងមានបុគ្គលិកដែលគាត់ប្រចាំការទីចាត់ការអញ្ចឹងណាបាទអញ្ចឹងគឺនៅពេលដែលលោកគ្រូគាត់មកបរិញ្ញាបត្រយើងប្រកាសជាឃើញគាត់មកហើយអញ្ចឹងយើងដឹងហើយអញ្ចឹងយើងអាចធ្វើការចុះវត្តមានរបស់គាត់ឲ្យហើយតែម្ដងក៏បានដែរបាទអញ្ចឹងខ្ញុំសូមបង្ហាញរបៀបទី2ចុះបាទហើយរបៀបទី1សូមមិនទាន់បង្ហាញទេលោកគ្រូព្រោះអាហ្នឹងយើងធ្វើបែបប្រពៃណីសិនទៅក្នុងករណីហ្នឹងបាទអញ្ចឹងឥឡូវដើម្បីកុំឲ្យខាត់ពេលគ្រូយើងទៅមើលវីដេអូទាំងអស់គ្នាពីរបៀបនៃការស្រង់វត្តមានបុគ្គលិកថាយើងស្រង់មិនបាទអញ្ចឹងជំនាញទី1លោកគ្រូ login ចូលមកក្នុងប្រព័ន្ធមកអត់មានអីខុសគ្នាទេព្រោះយើងចង់ធ្វើនៅក្នុងប្រព័ន្ធបាទអញ្ចឹងយើងត្រូវទៅចូលក្នុងប្រព័ន្ធហើយអញ្ចឹងបន្ទាប់ពីចូលមកលោកគ្រូមើលមកខាងឆ្វេងដៃមកយើងនឹងឃើញមានមុខងាររបស់យើងនៅខាងឆ្វេងដៃនេះបាទអញ្ចឹងឥឡូវយើងនិយាយអំពីការស្រង់វត្តមានអញ្ចឹងលោកគ្រូចុចទៅលើប៊ូតុងវត្តមាននេះមកបាទនេះនៅខាងឆ្វេងដៃនេះគ្រូបាទចុចមកបាទអញ្ចឹងដល់ត្រង់ចំណុចនេះមិនបង្ហាញអីទេបាទដោយសារតែយើងអត់និយាយទេលើប៊ូតុងសិស្សអញ្ចឹងប៊ូតុងវត្តមានសិស្សប្រចាំថ្ងៃគឺនៅនេះគ្រូអាចចុចទៅគឺជ្រើសរើសថ្នាក់ទៅអញ្ចឹងយើងឃើញថ្នាក់ឃើញអីនៅនេះហើយបាទអញ្ចឹងដោយសារតែថ្នាក់ទាំងអស់នេះអត់មានការពាក្យមានអីវាអត់បង្ហាញទេតែបើកាលណាយើងមានដាក់ការពាក្យដាក់អីគឺបង្ហាញមានឈ្មោះសិស្សមកហើយអញ្ចឹងគ្រូបាទអញ្ចឹងជារួមគឺបែបហ្នឹងចំណុចមួយទៀតដែលខ្ញុំចង់បង្ហាញគឺបុគ្គលិកអញ្ចឹងយើងទៅនិយាយទៅលើបុគ្គលិកយើងមកបាទអញ្ចឹងចូលមកបុគ្គលិកនេះលោកគ្រូឃើញមានវត្តមានប្រចាំថ្ងៃយើងអត់ឃើញទេតារាងនេះលោកគ្រូឃើញអត់មានតារាងទេបាទអញ្ចឹងយើងចុចបង្ហាញមកចុចបង្ហាញយើងឃើញមានព័ត៌មានបុគ្គលិកយើងឡើងមកហើយអញ្ចឹងជាទូទៅជា default គឺកន្លែងនេះវានឹងចាប់វត្តមានអូតូតែម្ដងអញ្ចឹងណាលោកគ្រូបាទអញ្ចឹងយើងគ្រាន់តែធ្វើការរក្សាទុកទៅក្នុងករណីដែលបុគ្គលិកយើងមកបរៀនចំណុចទី1ចំណុចទី2អ្វីដែលខ្ញុំចង់បញ្ជាក់គឺការយកវត្តមានឧទាហរណ៍ថាឥឡូវលោកគ្រូដែលគាត់នៅខាងលើនេះឈុនប៊ុនណាបាទគាត់ជាគ្រូបកគោលបើយើងចង់យកវត្តមានគាត់ណាឬក៏បាទលោកគ្រូអ្នកគ្រូផ្សេងដែលជាគ្រូបរៀនអញ្ចឹងណាបាទអ្វីដែលខ្ញុំចង់បញ្ជាក់គឺនេះលោកគ្រូមើលមកខាងឆ្វេងដៃមកសុំទោសលោកគ្រូដោយសារទាញទៅរៀងលឿនបន្តិចម៉ៅខ្ញុំបាទចឹងឧទាហរណ៍ថាឥឡូវម៉ោងចេញចូលនេះលោកគ្រូមើលមកឆ្វេងដៃមកយើងឃើញអញ្ចឹងយើងចុចកន្លែង scan មកអញ្ចឹងកន្លែងនេះមានព្រឹកចូលមកប៉ុន្មានព្រឹកចេញមកប៉ុន្មានរសៀលចូលមកប៉ុន្មានរសៀលចេញមកប៉ុន្មានអញ្ចឹងដើម្បីយើងយកមកឧទាហរណ៍ថាឥឡូវព្រឹកលោកគ្រូចុចមកអញ្ចឹងយើងចូលលើ AM អញ្ចឹងព្រឹកយើងចូលមកប៉ុន្មានលោកគ្រូចាចាប់ទាញមកលោកគ្រូបាទនេះដាក់ដល់ម៉ោង7ចេះមកអញ្ចឹងម៉ោង7 AM យើងចូលបាទសូមអស់ចូលក្រោមបន្តិចបាទសារ screen ខ្ញុំមានធំចេះក៏បានដែរនេះព្រឹកចូលម៉ោង7អញ្ចឹងយើងចុចម្ដងទៀតមកយើងចូលម៉ោង7យើងចេញម៉ោងប៉ុន្មានលោកគ្រូម៉ោង11អញ្ចឹងណាបាទបន្តមកទៀតនៅកន្លែងនេះរសៀលយើងចូលម៉ោងសុំទោសរសៀលយើងចូលម៉ោងប៉ុន្មានម៉ោង1យើងដាក់ម៉ោង1មកបាទហើយរសៀលនេះចេញម៉ោងប៉ុន្មានបាទយើងចេញម៉ោង4យើងដាក់ម៉ោងយ៉ាសុំទោសត្រូវរើសអានេះមុនបានយើងចាប់ម៉ោងតាមប្រូសុំទោសលោកគ្រូបាទយើងរើស PM សិនមកយើងរើសអា PM នេះសិនចាំយើងកំណត់ម៉ោងតាមក្រោយលោកគ្រូបាទយ៉ានេះយើងចេញម៉ោងបាទយើងចេញម៉ោង5លោកគ្រូចឹងមកចឹងលោកគ្រូឃើញអានេះម៉ោង13ដល់ម៉ោង5ចឹងយើងធ្វើការរក្សាទុកមកបាទអញ្ចឹងឃើញគាត់ម៉ោងរបស់គាត់នឹងគឺគាត់ចូលម៉ោង7ព្រឹកគាត់ចេញម៉ោង11អញ្ចឹងគាត់ចូលពេលថ្ងៃគាត់ចូលម៉ោងប៉ុណ្ណេះប៉ុន្តែជាទូទៅផកគ្រូយើងគឺគាត់ចូលតែម្ដងទេមិនអញ្ចឹងបាទហ្នឹងគឺបើសិនជាយើងចូលមកវិញឧទាហរណ៍ថាឥឡូវគ្រូបាទអ្នកគ្រូមករកត់នេះចុះ
ចឹងបើសិនបើគាត់បរៀនព្រឹកចឹងយើងកំណត់ទៅពេលព្រឹកទៅបានហើយព្រោះយើងរៀនតែមួយពេលទេយើងអត់រៀនពីរពេលទេចឹងណាលោកគ្រូបាទចឹងយើងចូលមកដល់ម៉ោង11យើងត្រឹមតែម៉ោង11ទៅយើងធ្វើការរក្សាទុកទៅចឹងលោកគ្រូឃើញចាប់ទៅពេលព្រឹកគាត់មកចូលចេញចូលប៉ុណ្ណេះបាទចឹងរបៀបនៃការស្រង់វត្តមានពេលដែលយើងកំណត់រួចយើងរក្សាទុកមកបាទចឹងពេលរក្សាទុកហើយគឺរួចរាល់ហើយតើតើជាមួយនឹងការស្រង់វត្តមានគឺយើងស្រង់បែបហ្នឹងណាលោកគ្រូបាទចឹងខ្ញុំគិតថាត្រង់ចំណុចនេះដូចជាមិនមានភាពសាមញ្ញអីទេណាលោកគ្រូសិនបើមានជាសំណួរឬក៏ចម្ងល់អីផ្សេងបាទលោកគ្រូយើងអាចធ្វើការសាកសួរនៅក្នុងក្រុមបន្តទៀតបាទអញ្ចឹងសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមគោរពអរគុណនិងសូមគោរពលាបាទ